សូមស្ដីតែឡើងវិញដោយសារតែនេះមានការឧបត្ថម្ភពីបងប្អូននៅខាងក្រមគោព្រៃអរគុណដល់តាគាត់បានការឧបត្ថម្ភចំណាយការហើយបានទិញជាសម្ភារៈមកចែកជូនក្មេងៗហើយក៏មានបងចែកចាយចំនួនតែពួកគាត់ឧបត្ថម្ភជាអាវជាការហើយក៏សម្ភារៈសិក្សាហ្នឹងខ្ញុំចែកក្មេងៗអញ្ចឹងហើយអាចថាវាចំណុចទី1សម្រាប់ខ្ញុំហើយក៏មានអារម្មណ៍ថាស្បាយចិត្តចឹងស្គមថាបងប្អូនអរគ្នាឬបងប្អូនអរគ្នាមានប្រកាសហើយក៏បងប្អូនតាក់ទងមួយអាយក៏កម្មគ្នាបើសិនជាថ្មីចាញ់ចឹងមានជាថវិកាមានជាអាវមានជាសម្ភារៈផ្សេងចឹងហើយចាំឲ្យសម្រាប់វីដេអូនេះសូមអរគុណដល់ម្ចាស់ជំនួយដែលបានជួយគាត់ហើយក៏ម្យ៉ាងទៀតក៏បានផ្ដល់ជាការសហការធំធេងការបើកចិត្តក្នុងទលាយហើយក៏អរគុណធំៗដល់បងតាវីអាសាត